សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ YouTube Channel កណ្ដិតវិទ្យានៃអនាគតនៅថ្ងៃនេះដែរលោកគ្រូនឹងបរៀននៅមេរៀន limit ដែលយើងបានស្គាល់តាំងពីថ្នាក់ទី11រហូតទៅដល់ទី12សម្រាប់ការប្រឡងបាក់ឌុបដែលជាទូទៅគឺលេខវត្តមានរាល់ឆ្នាំអញ្ចឹងលោកគ្រូនឹងបង្ហាញលំហាត់ទាំងពីរបើគេឲ្យយើងគណនា limit នៃអនុគមសំណួរ A limit x ខិតទៅរក0ស្វ័យគុណ x បូកស្វ័យគុណដល់ x នៅលើ2និង limit b limit x ខិតទៅរកនៃ logarit នៃពែការ៉េ x ដក1នៅលើ logarit នៃពែ x ដក1អញ្ចឹងគ្រូនឹងបង្ហាញដំណោះស្រាយហើយលំហាត់ទាំងពីរនេះលោកគ្រូរាប់ថាជាលំហាត់កម្រិតមធ្យមអញ្ចឹងសំណួរ A យើងធ្វើការគណនា limit x ខិតទៅរក0ស្វ័យគុណ x បូកស្វ័យគុណដល់ x នៅលើ2អញ្ចឹងដើម្បីធ្វើការគណនា limit យើងត្រូវជំនួសបាទទីតាំងដែលមានអក្សរ x ហ្នឹងដោយលេខដែលគេផ្ដល់ឲ្យយើងអញ្ចឹងនៅក្នុង limit A យ៉ាងនេះយើងនឹងយកលេខ0ទៅជំនួសចូលកន្លែងដែលមានអក្សរ x អញ្ចឹងយើងទទួលបានស្វ័យគុណ0បូកស្វ័យគុណ0បាទដូចមានរូបភាពដែលលោកគ្រូទម្លាក់ចុះមកហ្នឹងប៉ុន្តែនៅផ្នែកខាងលើពណ៌ក្រហមនេះលោកគ្រូដាក់ថាស្វ័យគុណ0ស្មើនឹង1អញ្ចឹងមានថាភាគយកនៃកន្សំនៅក្នុង limit របស់យើងហ្នឹងគឺទៅជាស្វ័យគុណ0បូកស្វ័យគុណ0មានន័យថា1បូក1ស្មើនឹង2អញ្ចឹងយើងឃើញថា limit យើងគឺមិនចូលរៀងមិនកំណត់ណាមួយទេដូច្នេះយើងអាចធ្វើការចំនួនលេខដើម្បីរកចម្លើយបានតែម្ដងអញ្ចឹងគេបាន limit x ខិតទៅរក0ស្វ័យគុណ x បូកស្វ័យគុណដល់ x នៅលើ2យើងចំនួនលេខ0ទៅកន្លែងណាដែលមាន x ទៅយើងទទួលបានស្វ័យគុណ0បូកស្វ័យគុណ0នៅលើ2ឬក៏ទៅជា1បូក1នៅលើ2អញ្ចឹងស្មើ2ចែកឲ្យ2អញ្ចឹងគន្លឹះនៃលំហាត់នេះអត់មានអីទេគ្រាន់តែយើងចាំថាមួយចំនួនស្វ័យគុណ0ស្មើនឹង1គឺស្វ័យគុណ0ស្មើនឹង1យើងបន្តទៅមុខទៀតចឹងលទ្ធផលនៃ limit យើងស្មើនឹង1ហើយយើងកុំភ្លេចឆ្លើយដូចនេះឲ្យគេបាទដូច្នេះ limit x ខិតទៅរក0នៃស្វ័យគុណ x បូកស្វ័យគុណដល់ x នៅលើ2ស្មើ1ចូលដល់សំណួរទី B គឺយើងគណនា limit x ខិតទៅរកlogarit នៃពែការ៉េ x ដក1នៅលើ logarit នៃពែ x ដក1អញ្ចឹងដើម្បីធ្វើការគណនា limit យើងត្រូវការចំនួនលេខដែលគេផ្ដល់ឲ្យយើងហ្នឹងទៅគ្រប់កន្លែងដែលមានអក្សរ x ប៉ុន្តែលោកគ្រូនឹងបង្ហាញតម្លៃមួយចំនួនក៏ដូចជារូបមន្តសម្រាប់ប្រើក្នុង limit នេះអញ្ចឹងយើងមាន logarit នៃពែនៃស្មើនឹង1បាទហើយរូបមន្តគឺ a ការ៉េដក b ការ៉េយើងដាក់ជាកតាបានកតា a ដក b កតា a បូក b អញ្ចឹងយើងធ្វើការចំនួនចូលទៅភាគយកហើយនិងភាគបែនដូចតទៅនៅភាគយកយើងបាន logarit នៃពែការ៉េដក1អញ្ចឹង logarit នៃពែស្មើ1អញ្ចឹងវាទៅជា1ការ៉េដក1ស្មើនឹង0ហើយខាងក្រោមយើងបាន logarit នៃពែដក1ព្រោះយើងយកអក្សរហ្នឹងទៅដាក់នៅត្រង់ទីតាំង x អញ្ចឹងយើងបាន1ដក1ស្មើនឹង0អញ្ចឹងមានថា limit យើងមានរាងមិនកំណត់0លើ0អញ្ចឹងដើម្បីគណនា limit រាងមិនកំណត់យើងត្រូវដាក់វាជាផលគុណកតាអញ្ចឹងខាងលើនេះគឺលោកនៃពែការ៉េ x ដក1នេះវាចូល a ការ៉េដក b ការ៉េបាទអញ្ចឹងយើងគណនាដូចតទៅអញ្ចឹងវាស្មើនឹង limit x ខិតទៅរកលោកនៃពែការ៉េ x ដក1នៅលើលោកនៃពែ x ដក1ហ្នឹងវាទៅជា limit x ខិតទៅរកភាគយកទៅជាលោក
logarit នៃពែ x ដក1 កតា logarit នៃពែ x បូក1 ខាងក្រោមគឺ logarit នៃពែ x ដក1 អញ្ចឹងយើងមានកតាដែលដូចគ្នាយើងសម្រួលចោលមកគឺ logarit នៃពែ x ដក1នៅភាគយកនិងភាគបែងយើងសម្រួលចោលអញ្ចឹងយើងនៅសល់ limit x ខិតទៅរក នៃ logarit នៃពែ x បូក1អញ្ចឹងយើងចេញបានlogarit នៃពែ ព្រោះយើងយក ទៅជំនួសកន្លែង x អញ្ចឹងយើងបាន logarit នៃពែ ហ្នឹងបូក1ប៉ុន្តែ logarit នៃពែ លោកគ្រូបានផ្ដល់តម្លៃហើយគឺស្មើនឹង1អញ្ចឹងវាទៅជា1បូក1ស្មើនឹង2អញ្ចឹងតម្លៃនៃ limit យើងគឺស្មើនឹង2សូម subscribe YouTube channel មួយនេះដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀតនាពេលក្រោយ